Hello សួស្តីបងប្អូនទាំងអស់គ្នាចឹងនៅក្នុងវីដេអូនេះគឺយើងមកបន្តតទៅនឹង minimal micro switch របស់យើងនៅថ្ងៃនេះគឺខ្ញុំចង់ focus តទៅនឹង module payment ដោយសារតែយើងមាន account ក៏ដូចជា scanning ហើយចឹងម្លងពេលដែលខ្ញុំកំពុងតែធ្វើការ implement នៅfunctionality របស់ payment ខ្ញុំក៏នឹកឃើញដល់ tracking lock ចឹងនៅក្នុងវីដេអូនេះគឺយើងនឹង focus tracking lock ប៉ុន្តែយកមកប្រើនៅក្នុង payment ហេតុផលដែលខ្ញុំមានជា module ឬក៏ library tracking logging នេះដោយសារតែបើយើងគិតអំពីការ log step ឬក៏ state របស់ service របស់យើងវាមានច្រើនដើម្បីធ្វើការតាំងពីចូលរហូតដល់ចេញវាអាចថាមានច្រើន step អញ្ចឹងណាអញ្ចឹងយើងឧទាហរណ៍ថាយើងមាន micro service មួយដើម្បីធ្វើ payment បានយើងត្រូវមានអីគេអាចជាលេខគណនីពណ៌គណនីអ្នកផ្ញើអ្នកទួយអញ្ចឹងទៅចំនួនលុយអញ្ចឹងទៅហើយមុននឹងបានធ្វើការផ្ញើក៏យើងត្រូវការ validation មួយចំនួនដែរដោយការពីវីដេអូមុនមុនយើងបានធ្វើការបង្កើតនៅ scanning ដោយភ្ជាប់ជាមួយនឹង account មុនគេ add account បានត្រូវមក scanning អញ្ចឹងណាអញ្ចឹងដើម្បីធ្វើ payment បាន payment ហ្នឹងត្រូវហៅមក account ក៏ដូចជាហៅមក screening បន្ទាប់ពី payment success អាចមានជា notification ឬក៏ email ឬក៏ SMS អញ្ចឹងទៅហ្នឹងឧទាហរណ៍ណាអញ្ចឹងទើបមាន module មួយមានឈ្មោះថា tracking lock អញ្ចឹងវាល្អដែរយើងគ្រាន់តែបង្កើតប្រមាណខ្លះមកហើយយើងធ្វើការ share ប្រើបានមាន reusable អញ្ចឹងណាអូខេអញ្ចឹងខ្ញុំមកមើល tracking logging របស់យើងបន្តិចអញ្ចឹងនៅក្នុងនេះយើងមានworkflow អញ្ចឹង workflow tracker អញ្ចឹង workflow tracker មាន workflow name បូកជាមួយ ID workflow name បូកជាមួយនឹង workflow ID នៅពេលដែលឧទាហរណ៍ថាtracking lock របស់យើងនឹងត្រូវបានប្រើនៅក្នុង payment service ហើយ payment service របស់យើងអាចថាមាន functionality ច្រើនចូលថាចូលមក fund transfer អញ្ចឹងទៅអញ្ចឹងកន្លែងហ្នឹង workflow name របស់វា fund transfer ហើយ workflow ID យើងអាចជា generate ជា transaction ID ឬក៏test ID ឬក៏ unique ID ណាមួយអញ្ចឹងទៅអូខេហើយអានេះគឺ method registry អានេះ property របស់វាមានអាស្រ័យលើយើងអ្នកកំណត់ទេថា enable true for អញ្ចឹងទៅហើយ matrix enable person t អញ្ចឹងទៅអានេះវាតទៅនឹងជាមួយនឹង Prometheus របស់យើងឯងអញ្ចឹងវាកន្លែងនេះអាចថា optional ទេអូខេអញ្ចឹងបើយើងមកមើល run step របស់យើងវិញវាមាន success step status មាន success ហើយ error code none អញ្ចឹងចូលមកនេះ try return action get អីគេហើយបើដល់ថា exception អីគេបើចិន exception វាចូលអីគេអញ្ចឹងណាហើយនេះ run step with action អញ្ចឹងយើងមាន2ទី1គឺយើងrun មួយមានថាដូច payment របស់យើងនេះហៅទៅកាន់ account អញ្ចឹងកន្លែងនេះបើយើងចង់ដាក់មួយយើងហៅមក run step នេះទៅដល់ពេល run step action នេះឧទាហរណ៍ថានៅក្នុង payment ហ្នឹងវាមាន validation 1 2 3ខ្លួនឯងអញ្ចឹងយើង run ជា action កណ្ដោះទៅបន្តមកទៀតយើង wait 1 2 3 4ហ្នឹងឲ្យវា complete ហើយយើងយកមក check result អូខេ record telemetry អូខេកន្លែងនេះវាចាប់ផ្ដើមមានថាកន្លែងដែលវាកំណត់ឲ្យថា workflow ID step status error code អីគេអញ្ចឹងនៅកន្លែងនេះក៏យើងមាន fair set ដែរអញ្ចឹងនៅក្នុង fair set នេះគឺវាអត់មានប៉ះពាល់ជាមួយនឹងbusiness logic របស់យើងទេវាមាន fallback មានអីអញ្ចឹងណាអញ្ចឹងមានន័យថា log step នេះវាអត់ affect ទៅជាមួយនឹងbusiness logic របស់យើងទេហើយបន្តមកទៀតយើងមាន log info អញ្ចឹងទៅចាកន្លែង log info នេះខ្ញុំដូចមានបន្ថែមមួយទៀតអូខេមាន log info មាន log summary បន្តមកទៀតខ្ញុំមានឲ្យAI ជួយ prepare log
pretty lock អញ្ចឹងដើម្បីងាយស្រួលអានអញ្ចឹងទៅអញ្ចឹងមានន័យថាមាន workflow ID state data គិតជា millisecond ឧទាហរណ៍ថានៅក្នុង service របស់យើងប្រើជាមួយនឹង workflow tracker blockchain ហ្នឹង5អញ្ចឹងវានឹង list 5ហើយថាអូខេអាទី1ទី2រហូតដល់ទី5ហ្នឹងវាចំណាយអស់ពេលប្រហែលអញ្ចឹងទៅអូខេអានេះ workflow factory ហើយបើ config នេះវាអត់មានអីច្រើនទេអានេះតើតើ open telemetry ទេ optional អូខេអាកន្លែងនេះយើងមាន property មួយដែលខ្ញុំបាននិយាយមុនហ្នឹងហើយកន្លែងនេះគ្រាន់តែយើង inject property នឹងយកមកប្រើអញ្ចឹងណាអូខេហើយយើងក៏មាន support នេះ Fairfax ដូចខ្ញុំនិយាយមុនហ្នឹងអញ្ចឹងអានេះដើម្បីយើងប្រើវាដើម្បីនៅពេលដែលមានបញ្ហាឧទាហរណ៍ថាឥឡូវtracking logging របស់យើងហ្នឹងត្រូវបានគេយកទៅប្រើហើយគេ concern តទៅនឹងប៉ះជាមួយនឹង business logic អញ្ចឹងគឺយើងប្រើ Fairsafe ហ្នឹងដើម្បីព្យាអាកន្លែងប៉ះជាមួយនឹង business logic របស់គេអញ្ចឹងមានថាយើងអាចហៅយកទៅប្រើបានអញ្ចឹងណាកន្លែងហ្នឹងអូខេហើយបន្តមកទៀតយើងមានUTM មួយ UTM នេះមានអីទេក្រៅពី get span ហើយ trace ID តនេះ record HTTP file ជាមួយនឹងopen telemetry ទៀតដែរកន្លែងនេះអញ្ចឹងកន្លែងនេះយើងមានជា static value អញ្ចឹងបើសិនជា null តែវាមិន null ដែរកន្លែងហ្នឹងអូខេ demo នេះខ្ញុំដាក់ demo នៅក្នុងហ្នឹងបើសិនជាយើង clone code ទៅយើងអត់ចាំបាច់មើល module ផ្សេងក៏បានតែយើងអាចមើល module demo ទៅថាវាប្រើគេមិនអញ្ចឹងណាអូខេឥឡូវខ្ញុំបកទៅ payment វិញអញ្ចឹងនៅក្នុង payment នេះខ្ញុំបាន add dependency នឹងចូលហើយអញ្ចឹងយើងបៀទៅប្រើបានហើយអូខេខ្ញុំអត់ចង់និយាយច្រើននៅក្នុង payment នេះដោយសារកន្លែងនេះខ្ញុំគ្រាន់តែបង្កើតជា REST controller simple មួយដើម្បីធ្វើការ tracking log ទេតែខ្ញុំអាចបង្ហាញពីកន្លែងដែលយើងប្រើនៅ tracking អញ្ចឹងណាអញ្ចឹងរបៀបប្រើស្រួលឯងគឺយើង auto wire មក inject នៅ bin នឹងយើងប្រើមកតមកទៀតនេះយើងដាក់មក tracker factory របស់យើងហ្នឹង name អីគេហើយ ID អីគេអញ្ចឹងណាហើយកន្លែងនេះយើងដាក់អញ្ចេះមកដើម្បីឲ្យវាមាន MDC tracking អញ្ចឹងណាអញ្ចឹងវានឹង generate trace មួយហើយចុងក្រោយវាធ្វើការ clear trace ចោលអូខេអញ្ចឹងឧទាហរណ៍ថាឥឡូវនៅក្នុង payment មួយដើម្បីធ្វើ payment បានអញ្ចឹងកន្លែងនេះវាធ្វើការ validate request របស់យើងអូខេយើងមាន validation method អីចឹងទៅឬក៏ service អីផ្សេងខ្ញុំតាមនឹងចឹងណាតែកន្លែងនេះគឺ method បន្តមកទៀតបើសិនយើងចង់ប្រើវាជាលក្ខណៈ asynchronous មានថាជា background អញ្ចឹងនៅកន្លែងនេះយើងមាន3មាន2ឲ្យអា2ហ្នឹង run ដំណើរគ្នាតមកទៀតអានេះគឺជាហៅថា syntax របស់គេ completable future ហ្នឹង .opr អញ្ចឹងយើងត្រូវយកអាទី1ទី2ហ្នឹងដាក់នៅហ្នឹងហើយ join អញ្ចឹងវា wait ទាំងពីរហ្នឹង success ទាំងពីរឬក៏ success មួយ fail មួយឬក៏ fail ទាំងពីរអញ្ចឹងទៅអូខេអញ្ចឹងស្រួលទេនៅក្នុង IDE ទំនើបចេះយើងគ្រាន់តែយក cursor មកដាក់ off នេះមកយើងអាចអានបាននៅនេះកន្លែងនេះឃើញ return a new complete above future that is completed អីចឹងទៅអូខេអញ្ចឹងបើសិនជាយើងចង់ run ធម្មតាដូចខ្ញុំនិយាយអញ្ចឹងយើង run step ធម្មតាមកអូខេនេះ tracker run step បន្តទៀត step name របស់យើងដាក់ឈ្មោះអីហើយយើងហៅទៅណាអញ្ចឹងទៅអូខេនេះ track run step យើងចេះដាក់អញ្ចឹងណាចុងក្រោយយើងធ្វើការ return ទៅ business logic របស់យើងធ្វើការ return ធម្មតាតែនេះអាកន្លែង tracking log នេះវានឹងធ្វើការ summary log របស់យើងអញ្ចឹងទៅឥឡូវខ្ញុំសាក run មួយអូខេទីនេះខ្ញុំក៏ចង់បង្ហាញដែរនេះតើតើនឹង open telemetry របស់យើងហ្នឹងអញ្ចឹងនៅពេលដែលយើង run វានឹងប្រាប់ឲ្យថា every 1 minute ហ្នឹងវានឹងធ្វើការផ្ញើមកកាន់អានេះវានឹងធ្វើការ trigger មកហ្នឹងអញ្ចឹងប៉ុន្តែដោយសារឥឡូវខ្ញុំអត់មាន service ហ្នឹងទេខ្ញុំអត់បាន run docker ខ្ញុំគ្រាន់តែ test ជាមួយនឹងtracking log របស់ខ្ញុំអញ្ចឹងខ្ញុំអត់បាន run វាចាំមើលតិចទៀតវាធ្វើការ show error ឥឡូវខ្ញុំ clear log សិនខ្ញុំ test logging របស់ខ្ញុំ
ok chẳng nè cái này nè khẽ tại giờ mơ tới lock khơi bị tròn cho máu fan transfer speed miền tây miền span này chẳng máu ok nè trai ID span ID workflow với mô tha fan transfer workflow ID hay step ấy kì limit check anh chẳng màu và để ra này chẳng từ chẳng bia hô hai bị phạt dưới thao khi mình step ấy khác chẳng từ đọc về trong khởi này bị phạt dưới thao khi workflow xăm lại với chương nữa sẽ kì workflow fan transfer workflow ID status ấy kia xả xe cho này tặng offประมาณ127 millisecond này chẳng từ hỏi miềnประมาณ step chẳng được nó đi miềnประมาณ step miền và để request limit check fraud screen call debit call credit notify chẳng từ chẳng bây giờ mà mới tha một mũi step men ọt nhưng ai scroll mà lớn quá nè mũi pi bay buôn pram và mùi chẳng một mũi step chẳng là say step này mũi về say lê dương trên đặt nè mà về cái này ok nhom bộ màu vĩnh chẳng lại ní video này tiêu biết chập exporter tới này chẳng video khởi nha được xa dương ở bàn run docker ở bàn run viên chẳng được về về chỉ dùng cái này cho bạn ok chẳng nghi từ xe code 74 class tới tục pro ngày chơi tiền chẳng này ok con chuyện này bye bye